រឿងព្រះចក្របាលថេរព្រះបរមសាស្តាទ្រង់ទេសនាប្រារព្ធព្រះថេរៈឈ្មោះចក្របាលកាលពីព្រះថេរៈអង្គនេះលោកនៅជាក្រហមមិនទាន់បានសាងភ្នោះនោះលោកបានទៅស្ដាប់នៅព្រះធម៌ទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយកើតសេចក្តីជ្រះថ្លាក្នុងព្រះធម៌ទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូនប្រុសរបស់ខ្លួនស្រេចហើយទើបសុំលាប្អូនទៅបួសក្នុងសំណាក់ព្រះបរមសាស្តាលុះបួសបាន5ព្រះវស្សាហើយលោកក៏បានចូលទៅក្រាបថ្វាយបង្គំសូមរៀនព្រះកម្មដ្ឋានជាមួយនឹងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានក្រាបថ្វាយបង្គំលាព្រះអង្គទៅបំពេញសមណធម៌នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ព្រមជាមួយនឹងភិក្ខុសង្ឃ60រូបជាបរិវារព្រះថេរៈលោកមានសេចក្តីព្យាយាមយ៉ាងខ្លាំងក្លាបំផុតក្នុងការប្រតិបត្តិធម៌លោកបានតាំងចិត្តសច្ចាអធិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូត3ខែនៅក្នុងរដូវភ្លៀងនេះក្នុងវស្សានោះរោគក្នុងភ្នែកក៏បានកើតឡើងដល់ព្រះថេរៈគ្រូពេទ្យបានមកជួយព្យាបាលរោគប្រគេនព្រះថេរៈហើយឲ្យព្រះថេរៈសឹងបន្តថ្នាំតាមភ្នែកតែព្រះថេរៈមិនព្រមសឹងបន្តថ្នាំតាមលោកគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត3ខែក៏រឹងរិតតែរកម្មធ្ងន់ខ្លាំងឡើងជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានភ្នែកទាំងទ្វេរបស់ព្រះថេរៈក៏បានបែកធ្លាយខ្វាក់ងងឹតឈឹងមើលអ្វីលែងឃើញទាំងអស់ហើយព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះអរហន្តសុខវិបស្សកៈលុះដល់ថ្ងៃបវរណាចេញព្រះវស្សាហើយព្រះចក្របាលថេរបានចម្រើនពរលាពួកញាតិញោមឧបាសកឧបាសិកាដើម្បីនឹងទៅគាល់ព្រះបរមសាស្តាដែលព្រះអង្គប្រថាប់គង់នៅក្នុងវត្តចេតពុនមហាវិហារទីក្រុងសាវត្ថីនៅក្នុងរាត្រីនៃបច្ឆិមយាមក្រោយពេលដែលភ្លៀងរាំងហើយព្រះថេរៈបានដើរចង្ក្រមទៅមកជួនសត្វមេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមើលមិនឃើញហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរស្អែកឡើងពេលព្រឹកព្រលឹមក៏ស្រាប់តែមានអគន្តកៈភិក្ខុជាច្រើនរូបបានចូលទៅមើលកន្លែងព្រះចក្របាលហើយបានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពាសពេញទីចង្ក្រមរបស់ព្រះថេរៈក៏បានថ្មេះទេសដៀលោកដោយប្រការផ្សេងស្រេចហើយក៏នាំយករឿងនេះទៅក្រាបទូលថ្វាយដល់ព្រះបរមសាស្តាទ្រង់ជ្រាបព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថាមនាលភិក្ខុទាំងឡាយមរណចេតនាគឺចេតនាគិតនឹងសម្លាប់មិនមានសោះឡើយដល់ព្រះថេរៈដែលជាព្រះអរហន្តខេណាស្របអគន្តកៈភិក្ខុទាំងនោះងឿងឆ្ងល់បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះចក្របាលថេរជាព្រះអរហន្តខេណាស្របចុះហេតុអ្វីបានជាខ្វាក់ភ្នែកព្រះសាស្តាទ្រង់ត្រាស់សម្ដែងអតីតនិទានថាកាលពីអតីតកាល
ព្រះចក្របាលថេរធ្លាប់បានធ្វើជាគ្រូពេទ្យព្យាបាលជំងឺភ្នែកសម័យថ្ងៃមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៅជនបទស្ត្រីនោះបានសន្យាជាមួយគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចព្យាបាលជំងឺភ្នែកនាងខ្ញុំឲ្យបានជាស្បើយដោយដើមវិញនោះនាងខ្ញុំព្រមទាំងបុត្រនឹងធ្វើជាទាសីអ្នកបម្រើរបស់លោកគ្រូពេទ្យនោះបានព្យាបាលភ្នែកនាងឲ្យជាដោយដើមវិញហើយព្រោះតែនាងមិនចង់ទៅនៅបម្រើលោកគ្រូពេទ្យនោះឯងទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថាលោកគ្រូឥឡូវនេះភ្នែករបស់នាងខ្ញុំវាមិនបានជាទេវារឹតតែឈឺលើសដើមទៅទៀតចំណែកគ្រូពេទ្យបានដឹងថានាងពិតជានិយាយកុហកដូច្នេះហើយក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំងហើយមានចេតនាចង់ធ្វើឲ្យនាងវិនាសទើបសំថ្នាំពិសឲ្យនាងលាបធ្វើឲ្យភ្នែករបស់នាងវាក់ទាំងគូមើលអ្វីលែងឃើញទាំងអស់ព្រោះបាបកម្មដែលព្រះចក្របាលថេរបានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេដោយចេតនានេះឯងបានជាព្រះថេរៈត្រូវតែទទួលនៅបាបកម្មនោះវិញគឺត្រូវតែខ្វាក់ភ្នែកនៅក្នុងជាតិនេះដូច្នេះហើយទើបទ្រង់ត្រាស់នៅប្រគាថានេះថាមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាមនសាជេបតថេនៈភាសតិវាករោតិវាតតោណੰទុក្កមន្តវេតិចពាំងវៈវហតោបទាំងធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់មកអំពីចិត្តបើបុគ្គលមានចិត្តត្រូវទុសៈប្រទុសរាយហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគោដែលអស់នឹមរទេះយ៉ាងដូចឆ្នោះឯង